នេះគឺជាទេសភាពនៅក្នុងប្រាសាទបឹងមាលាដែលខ្ញុំបានទៅលេងនិងទស្សនាកាលពីដើមខែមុនហើយខ្ញុំក៏បានទិញនៅរូបថតអនុស្សាវរីយ៍ពីបងប្អូនក្មេងៗដែលនៅលក់នៅម្ដុំនោះហើយនេះជាការចូលទៅលេងប្រាសាទបឹងមាលាលើកដំបូងហើយខ្ញុំក៏បានស្រាវជ្រាវខ្លះៗអំពីប្រាសាទបឹងមាលានេះផងដែរបងប្អូនទាំងអស់គ្នារូបសំណាកនាគនេះគឺមានអាយុកាលជាង 1000 ឆ្នាំហើយតើបងប្អូនជឿទេហើយចម្លាក់នាគនេះគឺស្ថិតនៅក្នុងប្រាសាទបឹងមាលាដែលជាប្លង់មេនៃប្រាសាទអង្គរវត្តប្រាសាទបឹងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលាស្រុកស្វាយលើខាងកើតជើងភ្នំគូលែនខាងកើតប្រហែល77គីឡូម៉ែត្រពីក្រុងសៀមរាបតែប៉ុណ្ណោះប្រាសាទនេះមានលក្ខណៈស្តីនឹងប្រាសាទអង្គរវត្តនិងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី2ផងដែរប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង 1200 ម៉ែត្រគុណនឹង 900 ម៉ែត្រប្រាសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សទី11និងដើមសតវត្សទី12លើផ្ទៃដីប្រមាណ14ហិកតាហើយប្រាសាទនេះផងដែរក៏ធ្វើឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងសាសនាព្រហ្មញ្ញសាសនានិងនិកាយវិស្ណុនិយមដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តនោះដូច្នេះរាល់វត្ថុបំណងនិងស្ថាបត្យកម្មក៏មានលក្ខណៈដូចគ្នាបងប្អូនទាំងគ្នាប្រាសាទអង្គរវត្តដែលប្រវត្តិសាស្ត្របានចារទុកជាស្នាព្រះហស្ថរបស់ព្រះបាទសូរ្យវរ្ម័នទី2នោះសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុដោយសារតែប្រាសាទបឹងមាលាក៏ឧទ្ទិសថ្វាយដល់ព្រះវិស្ណុនិងប្រាសាទអង្គរវត្តក៏ធ្វើឧទ្ទិសថ្វាយដល់ព្រះវិស្ណុអញ្ចឹងបានន័យថាប្រាសាទបឹងមាលានេះគឺជាប្រាសាទគំរូមុននឹងឈានទៅដល់ការសាងសង់ប្រាសាទអង្គរវត្តនោះឯងខ្ញុំកំពុងតែនៅប្រាសាទបឹងមាលានៅខេត្តសៀមរាបហើយទីនេះគឺស្ងាត់ខ្លាំងណាស់ប្រាសាទនេះគឺកសាងនៅសតវត្សទី12ដោយព្រះបាទសូរ្យវរ្ម័នទី2ហើយបច្ចុប្បន្នគឺយើងបាក់បែកទៅព្រមខ្លះហើយតែបន្ទាប់នៅចម្លាក់ស្អាតនិងទ្រង់ទ្រាយច្បាស់ល្អដែលអាចធ្វើឲ្យអ្នកសិក្សាដែលជ្រាវអីចាប់អារម្មណ៍ខ្លាំងហើយឥឡូវនេះខ្ញុំមកគឺរដូវប្រាំងរៀងស្ងួតប៉ុន្តែប្រាសាទនេះបើសិនជាបងប្អូនមករដូវវស្សាគឺមានទេសភាពបែបទៀតស្អាតឥឡូវយើងចូលទៅមើលទាំងអស់គ្នាហើយនេះគឺជាលើកទី1ហើយរបស់ខ្ញុំបាទឆៃដែលបានទៅលេងនៅប្រាសាទបឹងមាលានេះខ្ញុំពិតជាសប្បាយរំភើបរីករាយមែនទែនម្ល៉េះហើយទើបខ្ញុំបានថតវីដេអូយ៉ាងច្រើនអំពីទេសភាពនៅប្លង់ប្រាសាទនិងថតរូបអនុស្សាវរីយ៍ខ្លួនឯងជាច្រើនហើយខ្ញុំក៏បានមកស្រាវជ្រាវនៅក្នុង Google សម្រាប់ការយល់ដឹងបន្ថែមអំពីប្រាសាទបឹងមាលានេះគឺខ្ញុំបាននិយាយតាមការ research របស់ខ្ញុំនៅក្នុង Google នេះឯងអរគុណច្រើនបងប្អូនអរគ្នាសង្ឃឹមថាចូលចិត្តវីដេអូរបស់ខ្ញុំបាទហើយយើងនឹងជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយ Subscribe ខ្ញុំបាទផងសូមអរគុណច្រើន